យទីភពនៃផ្កាចំឡៃព្រះបើកភ្នែកកាលពីលោកខ្ទង់ឆ្អែតធម្មជាតិគឺជាខ្នើយកាលឲ្យផុតពីថ្ងៃស្អែកតែថ្ងៃស្អែកមិនប្លែកឡើយមនុស្សទេជាអ្នកប្លែកចាប់ផ្ដើមពី1ម៉ែត្របែកទៅរាប់គីឡូចាប់ផ្ដើមពីដើរហែកចែកជាងរោបើសិនផាន់ដីសំបែកខ្ញុំសំដារហូតដល់ជើងមេឃវេរកស្នូនៅដៃទូស្ពតជួនទៅពេលដែលមានបលឹងមិនសិនជាកូនក្រណែនសុំឲ្យក្រទៅឆ្នាំនេះអស់កម្លាំងនៅក្នុងខ្លួនក៏ក្នុងខ្លួនមិនអស់សង្ឃឹមបើអស់សង្ហាកន្លែងណាឲ្យគាត់កូនកន្លែងនេះ